បាទសួស្តីអ្នកទាំងអស់គ្នាវីដេអូមួយនេះមិនមែនជាវីដេអូរឿងនោះទេវាគឺជាវីដេអូ sponsor របស់ admin ធម្មតាទេលេងប៉ាហីតែងតែមានលក់ថ្នាំខ្លះហើយដើម្បីជីវភាពអ្នកទាំងអស់គ្នាចឹងអធិស្ឋានផងអូខេថ្ងៃនេះ admin សូមមកនិយាយអំពី tool admin តិចធ្វើបើ admin ភាគច្រើនគឺផ្ដោតទៅលើ Myanmar តែប៉ុណ្ណោះហើយក៏សម្រាប់តែ Windows ផងដែរអ្នកទាំងអស់គ្នាអាច download ចំនួន25 website ពី tool នឹងផ្ទាល់ហើយប្រសិនបើមានការ update នៅ website បន្ថែមទៀត admin នឹងដាក់បញ្ចូលបន្ថែមទៀតរាល់ការ update គ្មានការចំណាយលុយជាលើកទី2ចំពោះរបៀបប្រើនោះគឺងាយស្រួលអ្នកទាំងអស់គ្នាគ្រាន់តែចុចទៅលើ website ណាមួយទៅវានឹងចូលទៅ website ហ្នឹងហើយឥឡូវឧទាហរណ៍ថា admin នឹង download ពី Asara Scan ចុះអញ្ចឹងអ្នកទាំងអស់គ្នាគ្រាន់តែចុចទៅលើឈ្មោះ Asara Scan ហ្នឹងទៅហើយវានឹង load មក website Asara Scan ហ្នឹងហើយបន្តមកទៀតអ្នកទាំងអស់គ្នាឃើញរឿងវាច្រើនចឹងអត់អញ្ចឹងអ្នកទាំងអស់គ្នាឆ្លាញ់រឿងមួយណាគ្រាន់តែចុចទៅលើរឿងមួយហ្នឹងទៅឧទាហរណ៍ថាឥឡូវខ្ញុំចុចទៅលើរឿងមួយនេះចុះបន្តមកទៀតចុចទៅលើ chapter ណាដែលយើងឆ្លាញ់ទៅឧទាហរណ៍ថាខ្ញុំចុចទៅលើ chapter មួយនេះអ្នកទាំងអស់គ្នាគ្រាន់តែ copy link ខាងលើនេះបន្តមកយកវាមកផាសនៅក្នុង tool យើងនេះមកស្ដាំមកផាសវាទៅអ្នកទាំងអស់គ្នាគ្រាន់តែ select output folder នេះរកកន្លែងណាដែលយើងចង់ដាក់វាអញ្ចឹងយើងចុចទៅលើនឹងមកហើយទៅរក file របស់យើងចង់ដាក់នៅ folder មួយណាអញ្ចឹងខ្ញុំគ្រាន់តែដាក់នៅលើ folder test របស់ខ្ញុំមកអូខេហើយខ្ញុំចុច start download ទៅវាដែរហើយបន្ទាប់ពីយើង download ចប់វានឹងចេញរូបភាពវែងៗបែបហ្នឹងតែប៉ុណ្្នឹងគឺជោគជ័យហើយតែបើសិនជាអ្នកទាំងអស់គ្នាចង់ download ម្ដងទាំងអស់ក៏បានដែរអ្នកទាំងអស់គ្នាចូលមករឿងដដែលហើយឆ្លាញ់រឿងមួយណាចុចលើរឿងមួយហ្នឹងដូចមិញទៅប៉ុន្តែមិនចាំចុច chapter ទេឲ្យវានៅហ្នឹងបន្តមកអ្នកទាំងអស់គ្នាគ្រាន់តែ download extension ដែលមានឈ្មោះថា link grabber ទៅក្រោយពីអ្នកទាំងអស់គ្នាបាន link grabber ហើយចុចទៅលើខាងលើហ្នឹងទៅដែលមានរូប link grabber នៅលើហ្នឹងហ្មងដែល admin បាន pin ទុកមិញហ្នឹងបន្តពីចុចមកវានឹងចេញឲ្យ chapter ច្រើនហ្មងឃើញអត់អញ្ចឹងសួរសឹងអីហ្នឹងអ្នកទាំងអស់គ្នាគ្រាន់តែ select ប៉ុណ្ណាដែលអ្នកទាំងអស់គ្នាត្រូវការមកហើយ copy វាទៅយកមកផាសនៅលើ tool របស់យើងមកចុច startវានឹង download ម្ដងទាំងអស់ហើយឥឡូវបន្ទាប់ពីយើងចេះ download ហើយយើងចូលមកកាន់ក្របវាម្ដងក្របឲ្យវែងៗមិញហ្នឹងដើម្បីឲ្យវាស្រួលកាត់ពេលដែលលទ្ធផលយើងបានមកគឺវាខ្លីៗចឹងយើងយកទៅ edit វាស្រួល edit ដាក់ចូលមក edit យកដាក់ចូលមក edit យកហ្មងដើម្បីអ្នកទាំងអស់គ្នាបានអាក្របអញ្ចឹងយើងចូលមកកាន់ image processor នេះអានេះរត់តែស្រួលទៀតគ្រាន់តែ copy អា folder ដែលយើង download មិញហ្នឹង copy វាយកមកដាក់នៅក្នុង tool មកបន្ទាប់មករកកន្លែងវាទុកវាទៅឥឡូវយើងបង្កើត folder ថ្មីមួយទៅដាក់ថា full text ចុះឲ្យវាមើលទៅយើងមានស្តង់ដែរបន្តិចចូលទៅក្នុង full text ហ្នឹងហើយ select folder មកបន្តមកទៀតអ្នកទាំងអស់គ្នាចុច start all ចឹងមកហើយអានេះវានឹងដែរហើយបន្តពីដែរចប់អ្នកទាំងអស់គ្នានឹងទទួលបានអានេះយកទៅកាត់វីដេអូយ៉ាងងាយស្រួលឥឡូវវាដែរ 100% ហើយយើងទៅមើលលទ្ធផលទាំងអស់គ្នាចូលមកកាន់ full text មកវាមាន3 folder combine folder clean folder crop អញ្ចឹងអ្វីដែលយើងយកទៅកាត់នោះគឺជា folder crop ឃើញនៅវា crop ដាច់ស្អាតល្អហ្មងបើសិនជាអ្នកទាំងអស់គ្នាមានភាគច្រើនចង់ដាក់វាឲ្យវា work ឆោម្ដងទាំងអស់នៅគ្រាន់តែ copy វាអញ្ចឹងមកហើយផាសវាយកមកដាក់នៅក្នុង tool យើងមកបន្ទាប់មកចុច start ទៅវាដើរចោលហើយយើងធ្វើអីធ្វើទៅវាមិនខ្វល់ទេពេលវាដើរចប់ចាំយើងមកធ្វើវាម្ដងទៀតតោះឥឡូវយើងដល់វគ្គយកអក្សរអង់គ្លេសចេញក្រៅដើម្បីទៅបកប្រែវាអញ្ចឹងណាការអង់គ្លេសដោយ admin អញ្ចឹងធ្វើការបកប្រែជាចាំបាច់ហ្មងអាដែងយកអក្សរចេញហ្នឹងវាមាន2អ្នកនរគ្នាក្នុង tool admin គឺដាក់2តែម្ដងចង់ប្រើមួយណាក៏បានដែរដូចតែគ្នាគ្រាន់តែថាមាន ALO 85និង 100% អាត្បូងគេនេះយើងយកអក្សរបានតែ85ទេប៉ុន្តែវាលឿនហើយក៏ចាំបាច់ឲ្យអ្នកទាំងអស់គ្នា download data វាដែរប៉ុន្តែអាមួយទៀតគឺវាយកបាន 100% អ្វីដែលវាត្រូវការពេលដែលយើងចាប់ផ្ដើមដំបូងវានឹង download data តែឥឡូវដឹងតែប៉ុណ្្នឹងបានណាយើងចាប់ផ្ដើមចូលមកប្រើវាហ្មង admin សុំប្រាប់ពីរបៀបប្រើ85មុនចុះអត់មានអីស្មុគស្មាញសាមញ្ញច្រើនទេអ្នកនរគ្នាគ្រាន់តែ copy អា folder ដែលមាន file combine clean crop ហ្នឹង copy វាទាំងដុំអញ្ចឹងមកចូលទៅក្នុង tab មួយហ្នឹងទៅហើយ start វាមកអានេះវានឹងដើរឲ្យយើងមើលហើយបន្ទាប់ពី result ដែលយើងទទួលបានវានឹងចេញនៅលើនេះនៅលើ folder របស់យើងនេះហើយលឿនមែនតើតាម flat ទេធ្វើតាមហ្នឹងឥឡូវបន្ទាប់ពីវាចប់យើងមកពិនិត្យមើល result របស់យើងទាំងអស់គ្នាគឺយើងទទួលបាន file TXT មួយជាមួយនឹងអក្សរដ៏សាររញ៉េរញ៉ៃទាំងអស់នេះតែមិនចាំខកឲ្យវាទេចាំ admin ប្រាប់ទៀតថាធ្វើម៉េចឲ្យស្រួលមើលឥឡូវយើងមកដឹងពីអាមួយទៀតវិញអាមួយទៀតគឺវាដំណើរការដូចគ្នាអ្នកនរគ្រាន់តែ copy អញ្ចឹងដែរមកហើយយកមកផាសដែរទៅ start ដែរទៅវានឹងដើរដូចគ្នាអញ្ចឹងក្រោយពីវាដើរចប់ហើយអ្នកទាំងអស់គ្នានឹងទទួលបាន file TXT ដូចគ្នាអញ្ចឹងដើម្បីសម្រួលអក្សរនឹងឲ្យវាស្អាតឲ្យវាមើលទៅស្រួលបកប្រែអញ្ចឹងណាយើងមានតែអីមានតែ ChatGPT ឬក៏ Dixit Gemini អីហ្នឹងឯងឥឡូវនេះadminនឹងកែវានៅលើ ChatGPT អញ្ចឹងអ្នកទាំងអស់គ្នាគ្រាន់តែចូលទៅក្នុង ChatGPT ទៅហើយ copy អក្សរទាំងអស់ Ctrl A Ctrl C បន្ទាប់មក Ctrl V នៅលើ ChatGPT ហ្នឹងទៅហើយអ្នកទាំងអស់គ្នាសរសេររាយរាប់ប្រាប់វាមកថាអ្នកទាំងអស់គ្នាចង់ធ្វើម៉េចបើ admin ចង់ឲ្យវាកែប្រែអក្សរហ្នឹងឲ្យស្អាតអញ្ចឹង admin សរសេរតែ
please correct my English admin សេតែប៉ុណ្្នឹងទេអត់ដឹងទៅស្អីទៀត enter វាមកអ្នកនរគ្នាបន្ទាប់មក ChatGPT នឹងសម្រួលឲ្យយើងអ្នកនរគ្នាឃើញនៅយើងអាចយកអក្សរនឹងទៅបកប្រែបានយ៉ាងស្រួលមានតាមលំដាប់លំដោយរបស់វាអញ្ចឹងណាឥឡូវនេះគឺរបៀបនៅក្នុងការយកអក្សរចេញពីរូបភាពមានតែប៉ុណ្្នឹងឯងហើយមានតែប៉ុណ្្នឹងដែរដែលពាក់ព័ន្ធជាមួយនឹង Menva របស់យើងប៉ុន្តែ admin ក៏ថែមឲ្យចំនួន3 function ទៀតដែរក្នុងនោះមាន voice over video download ពី YouTube ពី Facebook ពី TikTok ជាមួយនឹង convert file video ដែលបើកអត់ចេញហ្នឹងឲ្យវាបើកចេញអញ្ចឹងទៅឥឡូវឈុលទៅប្រាប់មានមកប្រាប់មួយទៀតហ្មងរបៀប voice over គឺថាស្រួលនៅក្នុង voice over ហ្នឹងគឺមានភាសាចំនួន4ភាសាដែលទី1ភាសាអង់គ្លេសមានតួអង្គច្រើនជាងគេបន្តមកខ្មែរយើងហើយនឹងកពូចោសៀមមកទៀតគឺឥណ្ឌាសម្រាប់ខ្មែរយើងដែល free គឺមានតែពិសិដ្ឋនិងស្រីមុំទេអ្នកទាំងអស់គ្នាក្រៅពីហ្នឹងគេតម្រូវយើងប្រើ API អញ្ចឹង admin គឺអត់ដាក់ចូលទេក្នុងការប្រើស្រួលមានពីររបៀបទី1អ្នកទាំងអស់គ្នាអាច copy អក្សរដោយផ្ទាល់អញ្ចឹងក៏បានផាសវាទៅផ្ទាំងខាងស្ដាំហ្នឹងហើយជ្រើសរើសសំឡេងណាមួយទៅបន្ទាប់មកជ្រើសរើស folder ដែលអ្នកទាំងអស់គ្នាចង់ដាក់ហើយចុច start ខាងក្រោមរងចាំតាមមួយផ្លែតនៅអ្វីនឹងដំណើរការជាការស្រេចយើងមកស្ដាប់មើល That's not what I was talking about, though. TL note, the word for rash can also be interpreted as hairless if you consider the hanja. អញ្ចឹងរបស់ free គឺវាមិនឥតខ្ចោះទេអ្នកទាំងអស់គ្នាអាចប្រើបានក៏ប្រើទៅមិនអីនោះទេ admin ក៏តែងតែប្រើរបស់ free នឹងដែរឥឡូវរបៀបទី2អ្នកទាំងអស់គ្នាអាចប្រើជាមួយនឹង file txt ឬក៏ docx ដែលជា file របស់ verb ឥឡូវនេះខ្ញុំមាន file txt មួយដែលមានអក្សរខ្មែរនៅក្នុងហ្នឹងអញ្ចឹងយើងគ្រាន់តែ select script file នេះទៅហើយ select អា file txt របស់យើងហ្នឹងរួច open វាទៅបន្តមកទៀតរើស output folder ដដែលមកអញ្ចឹង admin គិតថា admin ដាក់ទៅនឹងដែរ select folder បន្តមកទៀត admin ដូរទៅភាសាខ្មែរវិញដោយដាក់ថាពិសិដ្ឋហើយចុច start ខាងលើអញ្ចឹងរួចរាល់យើងមកស្ដាប់ទាំងអស់គ្នាមើលបរិយាកាសសែនឯកាអូនមិនវាចាបងដឹងថាវេលានេះត្រូវបែកគ្នាឃើញកែវភ្នែកអូនប្រាប់ថាគ្មានសង្ឃឹមឡើយអញ្ចឹងហើយ voice AI របស់យើងគឺមានតែប៉ុណ្្នឹងឯងឥឡូវឈានដល់ function download វិញអ្នកទាំងអស់គ្នាការ download អ្នកទាំងអស់គ្នាគឺអាច download បានម្ដងទាំងអស់ជាមួយនឹង MP3 ក៏បានវីដេអូក៏បានកម្រិត 720 ក៏បាន18 គូតក៏បានតាមរយៈ YouTube ក៏បាន Facebook ក៏បាន TikTok ក៏បាននិយាយទៅគឺថាបានមកចប់តែម្ដងក្នុងការ download គឺថាងាយស្រួលអ្នកទាំងអស់គ្នាគ្រាន់តែអ្នកទាំងអស់គ្នាមាន link វីដេអូពី YouTube មួយទៅឬក៏ពី platform ណាមួយទៅឥឡូវ admin មកឧទាហរណ៍ពី YouTube ចុះគ្រាន់តែ copy link ដែលយើង copy ធម្មតាហ្នឹងដាក់ចូលទៅក្នុង tool របស់យើងមកហើយចុច start ទៅបើសិនចង់បាន MP3 ចុច click លើ MP3 មកបើចង់បានវីដេអូយើងមិនចុចអីទាំងអស់គ្រាន់តែ start វាមកប៉ុន្តែបើយើងចង់បាន size 18 គូតយើងត្រូវចុចយក18 គូតបន្ទាប់ពីចុចហើយយើងនឹងរងចាំបន្តិចវា download ចប់ហើយយើងចង់ដឹងវាណាយើង open folder វាមកវានឹងចេញមកហើយបើមានបញ្ហាអី admin នឹង update បន្តទៀតនិយាយទៅគ្រាន់តែទិញ tool admin មួយគឺប្រើប្រាស់បានគ្រប់យ៉ាងត្មងហើយអត់ថ្លៃទេអ្នកទាំងអស់គ្នា forever ទៀតចង់ដឹងឆាតមក Telegram admin ណាកុំសួរនៅក្នុងហ្នឹង admin អត់ប្រាប់ទេខុស policy